update តម្លៃហាងចេញមាសនៅថ្ងៃទី27ខែ2 2026មាសនៅក្នុង time frame 1ម៉ោងបាទចឹងយើងឃើញហើយថាទីផ្សារមាសឥឡូវហ្នឹងក៏វាស្ថិតនៅក្នុងលំហ uptrend ដល់ហើយទេបងប្អូនបាទវាអត់ទាន់បដូរលំហទេប៉ុន្តែនៅពេលនេះគឺទីផ្សារវាចាប់ផ្ដើមផ្សាយទៅហើយបងប្អូនបាទអញ្ចឹងតម្លៃចូលទិញនិងចូលលក់យើងត្រូវតែចូលនៅតម្លៃ support ហើយនិងតម្លៃ resistance របស់វាតែម្ដងបាទអញ្ចឹង support របស់វាគឺនៅតម្លៃ5095បាទហើយនឹងតម្លៃ resistance របស់វាគឺនៅ5216បាទអញ្ចឹងបើសិនជាទីផ្សារមាសវាឡើងទៅដល់តម្លៃហ្នឹងឬក៏ក្រោមតម្លៃហ្នឹងតិចតួចបងប្អូនទាំងអស់គ្នាអាចចូលលក់បានហើយបើសិនជាវាធ្លាក់មកច្រើនអញ្ចឹងពេលដែលវាជិតដល់តម្លៃ5095នេះបងប្អូនទាំងអស់គ្នាអាចធ្វើការទិញឡើងបានដូចគ្នាប៉ុន្តែពេលដែលបងប្អូនចូលផ្សារគឺត្រូវតែប្រើ TP ហើយនិង SL ផងបាទហើយបើសិនជាទីផ្សារវាទៅវិញវាទៅខាងលើច្រើនដែលវាអាចនៅបំបែកនៅតម្លៃគឺ5215នេះអញ្ចឹងទីផ្សារមាសវាប្រកាសជាទៅខាងលើទៀតហើយបងប្អូនអរគ្នាបាទហើយតម្លៃដែលវាអាចនឹងទៅដល់គឺនៅតម្លៃ high ដែលនៅខាងលើនៅតម្លៃ5450បាទគឺជាតម្លៃខ្ពស់មែនទែនបាទបើសិនជាវាបំបែកនៅតម្លៃ5245នេះបាទប៉ុន្តែគឺយើងត្រូវតែព្យាយាមចូលទិញគឺល្អជាងយើងព្យាយាមចូលលក់បាទអញ្ចឹងបើសិនជាបងប្អូនអរគ្នាចូលទិញបានច្រើនឱកាសចំណេញក៏ច្រើនដែរហើយមិនងាយនឹងជាប់ហូរទេបងប្អូនបាទតែបើសិនជាទីផ្សារនេះវាត្រឡប់មកវិញដែលវាអាចនៅមកបំបែកនៅតម្លៃ5095នេះអញ្ចឹងទីផ្សារមាសវានឹងបន្តធ្លាក់មកទៀតដែលអាចមកដល់តម្លៃ4958បាទគឺជាតម្លៃ support មួយទៀតនៅខាងក្រោមបាទតែបើសិនជាវាមកខ្លាំងទៀតគឺវាអាចនឹងមកដល់តម្លៃ4840បាទជាតម្លៃមួយដែលវាឡូខ្លាំងហើយក៏ជាតម្លៃដែលបងប្អូនទាំងអស់គ្នាអាចចូលទិញបាននឹងចំណេញច្រើនមែនតើបាទបើសិនជាបងប្អូនទាំងអស់គ្នាព្យាយាមហូតបាទចឹងថ្ងៃនេះខ្ញុំបាទក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនទាំងអស់គ្នាត្រូវចំណេញច្រើនហេងសំណាងល្អ